Trong điệp số lục cứu nhôm mò được Exumper cho anh muốn ngày đi nhôm mò về vì Jackson haiสมัยchất nhóc mò bị thêm muốn miền vượt gió hay hâm mình không hay nay sự này hai Jackson bên này đôi người này Jackson cứ chỉ tầm ông trong thế tầm rap tốt năng clap đôi tên ấy biết vừa hỏi tên ấy ác bẩn chun vì con shooter muối từ muối ឬពី server ទៅ application ឬ website បានយ៉ាងងាយស្រួលហើយ JSON គឺសរសេរជាអក្សរសាមញ្ញ plain text ប៉ុន្តែវាមានរចនាសម្ព័ន្ធ structure ដែល computer អាចយល់បានហើយខ្ញុំមកបកស្រាយពាក្យមួយដូចជា JavaScript ជាភាសាកម្មវិធីដែល JSON ត្រូវបានបង្កើតឡើងដំបូងហើយ object ជារចនាសម្ព័ន្ធទិន្នន័យដែលប្រើសោនឹងតម្លៃ keyword pair ដូចជា name តារាហើយមួយទៀត notation មានន័យថារបៀបសរសេរឬសញ្ញាដែលប្រើសម្រាប់បង្ហាញទិន្នន័យអរគុណលោកគ្រូខ្ញុំមានតែប៉ុណ្្នឹងជាសួរលោកគ្រូខ្ញុំបានឈ្មោះនៅសនេតមកពីធីម9ថ្ងៃនេះដែរខ្ញុំមកបញ្យល់ JSON ប្រើសម្រាប់អ្វី JSON អ្វីទៅនិងតើវាអាចប្រើបានយ៉ាងដូចម្តេច JSON JavaScript Object Notation គឺជាទ្រង់ទ្រាយទិន្នន័យស្រាលមួយដែលគេប្រើសម្រាប់រក្សាទុកនិងផ្លាស់ប្ដូរទិន្នន័យវាត្រូវបានប្រើជាទូទៅនៅក្នុងកម្មវិធីបណ្ដាញ Web App API និងការកំណត់កម្មវិធីពីព្រោះវាស្រួលអានសម្រាប់មនុស្សនិងម៉ាស៊ីន JSON ប្រើសម្រាប់អ្វីខ្លះ API ផ្ញើនិងទទួលទិន្នន័យរវាង client និង server កំណត់ការ configuration កម្មវិធីជាច្រើនរក្សាទុកការកំណត់ក្នុងឯកសារ JSON ការរក្សាទុកទិន្នន័យដើម្បីរក្សាទុកទិន្នន័យមានរចនាសម្ព័ន្ធនៅក្នុង Telegram bot ដើម្បីផ្ញើ message នៅក្នុង mobile app ដើម្បីទាញទិន្នន័យអ្នកប្រើនៅក្នុង web app ដូចជា Facebook TikTok សម្រាប់ចាប់យក user profile ឧទាហរណ៍ JavaScript និង Python អរគុណលោកគ្រូ ជំរាបសួរលោកគ្រូខ្ញុំបាទសំសល់នៅក្រុមទី9ហើយខ្ញុំបានមក demo ពី JSON នៅក្នុងនោះមានដូចជាការបង្កើត dictionary តមក convert dictionary ទៅជា JSON string ហើយ save វាទៅជា file ហើយយើងយក file នោះមកប្រើការវិញហើយ convert វាទៅជា dictionary វិញអញ្ចឹងទៅមើល code ទាំងអស់គ្នា code នេះដែរនិយាយពី app delivery ជាឧទាហរណ៍អញ្ចឹង step ទី1 create dictionary from user input ក្នុងនោះdictionary ឈ្មោះថា order ក្នុងនោះវា contain string ដូចជាឈ្មោះ address item និង quantity ហើយជំហានទី2គឺ convert dictionary order ហ្នឹងទៅជា JSON string ហើយជំហានទី3គឺយើង save វាទៅជា file ដល់ពេលដែលខ្ញុំ run វានឹងចេញជា file មួយនៅក្រោមនេះឈ្មោះថា delivery order.json តបមកជំហានទី4គឺយើងទាញ file នោះមកប្រើប្រាស់វិញជំហានទី5គឺយើង convert វាទៅជា dictionary ហើយបង្ហាញមកយើងទៅមើលរបស់គ្នានៅពេលខ្ញុំកាន់ពេញឈ្មោះនៅពេលខ្ញុំ run វានឹងចេញ file មកឈ្មោះ delivery order.json នៅក្នុងនោះវា contain ឈ្មោះរបស់ខ្ញុំមកពេញ within address item ជាមួយនឹង quantity វាដូចទៅ app យើង order បានអញ្ចឹងពេលយើង order per app ហ្នឹងវានឹងបញ្ជូនទៅកាន់ហាងហើយហាងនឹងបញ្ជូនទៅកាន់ delivery ដើម្បីមក pick up ហើយ send មកយើងThat is all អរគុណលោកគ្រូសម្រាប់ការតាមដាន